ថ្ងៃនេះជាមហាកិត្តិយសដ៏ឧត្តមឧត្តមបំផុតប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលសាកលវិទ្យាល័យជាតិមានជ័យបានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន1067នាក់ក្រោមអធិបតីភាពដ៏គង់ពោះឯកឧត្តមបណ្ឌិតសភាចាហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាសូមអង្គពិធីទាំងមូលអបអរសាទរសម្រាប់ជោគជ័យតាមផែនការពិតសាកលវិទ្យាល័យរបស់យើងប្រញាប់ឆាប់ឡើងសើងនឹងនិស្សិតមកទស្សនកិច្ចកុំភ្លេចពីនិតរួចសម្រេចចិត្តចូលឈ្មោះសិក្សាបណ្ដុំវិជ្ជាជាកំណប់ទ្រព្យយុវជនទាយប់មានភ័ព្វវាសនាថ្កុំថ្កើងគេឈ្មោះគេទៅយូគ្រូសាអនាគតភ្លឺថ្លាធ្វើការជូនជាតិអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្ភារៈរូបវន្តបំពាំងថ្មីសេវាពេញចិត្តនិស្សិតប្រុងស្រីសម្រាប់ជោគជ័យតាមផែន